អាចសង្ស័យបុរសសង្ហាបែបនេះបានទេនៅរដូវក្តៅឆ្នាំ1961អ្នកលក់ការ៉េម្នាក់ឈ្មោះ Sal Germano ធ្វើការនៅតាមដងផ្លូវតូចនៃជនបទរដ្ឋ Ohio ឡានដឹកទំនិញ Post និងកណ្ដឹងរីករាយរបស់គាត់ត្រូវបានគេស្គាល់នៅគ្រប់ផ្លូវម្ដាយស្រឡាញ់គាត់កូនស្រឡាញ់គាត់កាន់តែខ្លាំងជាពិសេសរបៀបដែលគាត់មើលថែពួកគេយ៉ាងណាក៏ដោយចាប់តាំងពីសោមកដល់ទីក្រុងមកកុមារមួយចំនួនមិនធម្មតាបានចាប់ផ្ដើមបាត់ខ្លួនវាចម្លែកណាស់មនុស្សគ្រប់គ្នានិយាយដូចនេះប៉ុន្តែគ្មាននរណាម្នាក់អាចសង្ស័យបុរសម្នាក់ដែលមានចិត្តសុភាពរាបសារចំពោះកុមារបែបនេះទេគ្មាននរណាម្នាក់អាចពន្យល់បានទេក្មេងមិនបានបន្សល់ទុកដានអ្វីទេគ្មានការតស៊ូគ្មានសញ្ញាគ្មានអ្វីសោះពួកគេមិនដែលត្រឡប់មកផ្ទះវិញទេក្នុងរយៈពេល4រដូវក្តៅមានមនុស្ស11នាក់បានបាត់ខ្លួននាយស្រុកបានធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានឆ្កែស្វែងរកល្បាតសម្អាតវាលស្រែសួរចម្លើយគ្រប់គ្រួសារនៅក្នុងខនធីប៉ុន្តែវាមិនបាននាំទៅរកអ្វីទាំងអស់គ្មានចម្លើយគ្មានដានគ្មានតម្រុយតែមួយទោះជាយ៉ាងណាក៏ដោយក្មេងប្រុសម្នាក់មិនព្រមលេងវាឡើយឈ្មោះរបស់គាត់គឺ Tommy Wolf ហើយមិត្តល្អបំផុតរបស់គាត់គឺជាមនុស្សទី9ដែលបានបាត់ខ្លួនដូច្នេះហើយនៅរសៀលដ៏កក់តើមួយគាត់បានជិះកង់តាមឡានដឹកទំនិញនោះឆ្ងាយពេកពីផ្ទះចុងក្រោយចុះតាមផ្លូវដីមួយចូលទៅក្នុងវាលស្រែមួយកន្លែងដ៏ស្ងាត់ជ្រងនៅទីនោះគាត់បានរកឃើញកាប៊ីនតូចមួយគាត់បានរងចាំរហូតដល់ឡានដឹកទំនិញចេញរួចក៏ឲ្យចូលទៅខាងក្នុងទ្វារអន្ទាក់មួយនៅលើឥដ្ឋបាននាំចុះទៅក្នុងទីងឹតនៅខាងក្រោមទូទឹកកកមួយជួរបានបន្លឺសំឡេងហូរកញ្ជ្រៀវជាប់នឹងជញ្ជាំងហើយនៅពេលដែល Tommy លើកគម្របទី1ឡើងគាត់បានរកឃើញក្មេងទាំង11នាក់ដូចដាច់បន្ទាប់មកនៅពីក្រោយគាត់សំឡេងដែលធ្លាប់ស្គាល់មួយបាននិយាយយ៉ាងស្រទន់អ្នកតែងតែជាទីពេញចិត្តរបស់ខ្ញុំ Tommy ខ្ញុំបានទុកកន្លែងមួយឲ្យអ្នក